ជំងឺប្រមេះមានរោគសញ្ញាបែបណាខ្លះជំងឺប្រមេះគឺកើតឡើងទៅលើទាំងស្ត្រីនិងបុរសដែលមានរោគសញ្ញាជាការហូរខ្ទុះបើសិនជាបុរសនៅពេលដែលគាត់មានបញ្ហាគឺមានការរមាស់ឡើងកន្ទួលឡើងដំបៅឬក៏មានការហូរខ្ទុះបែកជាល្អក់បែកលឿងកំឡុងពេលដែលគាត់បិទជើងតូចនោះក៏មានអារម្មណ៍ថាកាហាយមានអារម្មណ៍ថាស្គៀបនោមអត់ចង់អស់ដែរតែបើចំពោះស្ត្រីវិញចំពោះបញ្ហាប្រមេះគឺឆ្លងតាមរយៈការរួមភេទអញ្ចឹងចំពោះបញ្ហានោះស្ត្រីខ្លះគាត់មានអាការៈធ្លាក់សបែកពណ៌លឿងមានការរមាស់ស្គៀបនៅតំបន់ទ្វារមាសហើយមានការហូរខ្ទុះដូចគ្នាដែរតែនៅពេលដែលគាត់នៅជាមួយគ្រួសារម្ដងបងប្អូនគឺពិបាកមែនទែនឈឺចុកចាប់មែនទែនក្តៅកាហាយនៅតំបន់ទ្វារមាសគាត់តែបើសិនជាបងបរោះវិញពេលដែលគាត់មានអារម្មណ៍ភ្លើភេទគាត់ចាប់ផ្ដើមឈឺអួរឬក៏មានការហើមទៅនឹងចុងប្រភេទគាត់ទៀតអញ្ចឹងបើសិនជាមានបញ្ហាជំងឺប្រមេះបងប្អូនធ្លាប់រត់ដំណោះស្រាយអស់ច្រើនមែនទែនហើយមិនទទួលបានលទ្ធផលទេនៅតែមានការហូរខ្ទុះមកលើដើមជាពិសេសឆ្លងទៅជាបញ្ហាសេមុនមុខទៀតអញ្ចឹងបងប្អូនកុំបារម្ភនេះខ្ញុំណែនាំបងប្អូនជាមួយនឹងផលិតផលល្អមួយគឺផលិតផល MyFolady ផលិតផលពិតមានលេខបញ្ជីការច្បាស់លាស់បងប្អូនប្រើប្រាស់អត់បារម្ភប៉ះពាល់សុខភាពផលិតផលមួយនេះគឺនេះខ្ញុំញ៉ាំរយៈពេល5ឆ្នាំជួយទាំងការពារជួយទាំងដោះស្រាយទៅលើបញ្ហាប្រមេះបញ្ហាសេមុនអញ្ចឹងបងប្អូនដែលគាត់មានបញ្ហារ៉ាំរ៉ៃយូរខែយូរឆ្នាំកំពុងតែអស់សង្ឃឹមមែនទែនកំពុងតែបាក់ទឹកចិត្តកំពុងតែមានបញ្ហាសុខភាពមិនដឹងថាស្វែងរកផលិតផលមួយណាដែលប្រើទៅត្រូវមិនប៉ះពាល់សុខភាពទៅថ្ងៃក្រោយអញ្ចឹងផលិតផលនេះគឺបកកែខ្លាំងមែនទែននេះខ្ញុំធានាអាងថាបើសិនជាបងប្អូនប្រើប្រាស់ផលិតផលមួយនេះគឺមិនប៉ះពាល់សុខភាពអញ្ចឹងបងប្អូនដែលគាត់មានបញ្ហាសុខភាពផ្នែករោគស្ត្រីមានបញ្ហាកាមរោគដូចជាដោះសាច់សែកមាន់មានបញ្ហាប្រមេះហូរខ្ទុះបងប្អូនអាចឆាតមើល Telegram នេះខ្ញុំផ្ទាល់ឬក៏ add មកតាម page ផ្ទាល់តែម្ដងដើម្បីធ្វើការប្រឹក្សាមុននឹងប្រើប្រាស់ផងដែរអរគុណ